ខ្ញុំបានធ្វើឲ្យគេមានអារម្មណ៍ថាធម្មពលរបស់ខ្ញុំកំពុងចលនាក្នុងខ្លួនរបស់គេប៉ុន្តែអ្នកគ្រាន់តែប៉ុន្មានម៉ោងផុតមកទេគេមិនត្រឹមតែអាចចលនាធម្មពលក្នុងពេលខ្លីបានប៉ុណ្ណោះទេប៉ុន្តែឥឡូវនេះគេអាចប្រមូលធម្មពលទាំងអស់រួមនៅក្នុងបេះដូងបានហើយខ្ញុំធ្វើតាមការណែនាំរបស់ Kaden ហើយប៉ុន្តែខ្ញុំនៅតែមិនយល់សោះបាទខ្ញុំមិនដឹងថាបានប្រមូលធម្មពលទាំងអស់បានឬអត់ទេបើគ្រប់យ៉ាងបានដូចដែលឯងរំពឹងទុកហេតុអ្វីបានជាខ្ញុំប្រាប់ឯងថាវាពិបាកនោះតាមពិតទៅឯងធ្វើបានល្អណាស់ហើយផ្ដល់ពេលវេលាឲ្យខ្លួនឯងខ្លះទៅបាទហាប៉ុន្តែខ្ញុំមិនគិតថាវានឹងគ្មានអារម្មណ៍អ្វីសោះឡើយមុននឹងខ្ញុំប្រកាសថាខ្ញុំមានអារម្មណ៍យ៉ាងឬប្រហែលជាខ្ញុំមិនមានទេពកោសល្យខាងនេះទេអេយឺតពេកហើយវេលាដើរលឿនណាស់ហាក់អូមែនហើយបាយឆ្មាកាយដេញខ្ញុំទៅសាលារៀនសិនហើយបាទចានបាយរបស់ឆ្មា3នោះខ្ញុំយកទៅទុកមុខផ្ទះឲ្យណាបាទបាយខ្លួនឯងមិនខ្វល់តែបាយឆ្មាទេឬប្រហែលជាខ្ញុំមិនមានទេពកោសល្យខាងនេះទេគ្មានទេពកោសល្យមិនអាចទៅរួចទេធម្មពលដែលជីវូប្រមូលបានប្រហែលជាតិចជាងអ្វីដែលគេអាចមានអារម្មណ៍ដល់ប៉ុន្តែគេអាចរក្សាទុកធម្មពលនោះនៅក្នុងបេះដូងបានហើយនោះគឺជាវិធីដ៏ធម្មតាមួយសម្រាប់ការរួមចូលធម្មពលខ្ញុំមិនដែលឃើញណាគេប្រមូលធម្មពលបានលឿនបែបនេះពីមុនមកទេឬមួយក៏ដោយសារតែរបៀបដែលយើងបង្រៀនយូរគឺអស្ចារ្យពេកត្រូវហើយខ្ញុំមិនទាន់បានបង្រៀនអ្នកណាម្នាក់ពីរបៀបធ្វើវាទេចាប់តាំងពីខ្ញុំបានបង្កើតវិធីសាស្ត្រនេះមកប្រសិនបើខ្ញុំបង្រៀនវិធីសាស្ត្រនេះដល់អ្នកដាស់អំណាចពិសេសផ្សេងទៀតពួកគេអាចនឹងរៀនបានលឿនដូចជីវូដែរឥឡូវនេះខ្ញុំយល់ហើយវាគឺដោយសារតែខ្ញុំបានបង្កើតវិធីសាស្ត្រដ៏អស្ចារ្យមួយនេះដោយធ្វើឲ្យគេមានអារម្មណ៍ចាប់ពីការធ្វើចលនារហូតដល់ការអភិវឌ្ឍសមត្ថភាពរបស់គេបែបនេះវានឹងជួយគេបានច្រើនថាហើយវាមិនមែនដោយសារតែជីវូមានទេពកោសល្យនោះទេប៉ុន្តែវាដោយសារតែខ្ញុំមានទេពកោសល្យខ្លាំងតើអាពួកឆ្មានេះសុយបាយខ្លួនឯងអស់ហើយមែនទេហាមសុយបាយក្នុងចាននោះឲ្យសោះយ៉ាងហោចណាស់ក៏ចេះស្ដាប់គ្នាសាក់លបងដាស់ធម្មពលហីដឹងហើយឈប់មកកញ្ញាញ៉ាយើងហើយនាំគ្នាសុយទៅគ្រាន់បន្តិចដែលថ្ងៃនេះមិនមកយឺតពេកងុយគេងណាស់មួយរានេះមិនសូវបានគេងទេពិតជាចង់គេងណាស់មែនហើយមួយរានេះជួបរឿងនេះរឿងនោះច្រើនណាស់ហើយបាននៅជាមួយកៃដេនបែបនេះជីវិតមានក្តីសុខជាងមុនទៅទៀតហើយសើជីវូភ្ញាក់មកបានហើយបាទមួយរានេះតើឯងកើតអ្វីបានជាមកដេកនៅបន្ទប់ថ្នាក់រហូតអញ្ចឹងហាមកស្អីឯងដេកតាំងពីព្រឹកមកហើយដឹងខ្លួនទេនេះក៏ចប់ថ្នាក់រឿនហើយគ្រូឃើញឯងជាក្មេងល្អម្នាក់ដូច្នេះគ្រូមិនបានប្រកាន់រករឿងនឹងឯងទេតើមានអ្នកណាដឹងទេថាហេតុអ្វីបានជាវឿនមិនមកសាលារៀនគ្រូទេរកគេហើយប៉ុន្តែគេមិនលើកតើមានអ្នកណានៅទីនេះស្និទ្ធស្នាលនឹងវឿនទៅអាចតាក់ទងគេបានអត់គេទៅបដូរមកថ្មីប្រហែលជាមិនទាន់មានមិត្តភក្តិទេវឿនមិនមកសាលាកៃដេនប្រហែលចាំខ្ញុំហើយមិនដឹងថាគាត់ហូបបាយហើយឬនៅទេណោះហើយឆ្មាមួយនោះមិនដឹងវាភ្ញាក់ហើយឬនៅតើយើងមិនបានប្រាប់ឯងឲ្យយកវាមកទេហេតុអ្វីបានជាឯងមិនយកវាមកឆែកកាបូបរបស់វាទៅរបស់ស្អីហ្នឹងដឹងជាស្អីវាទេមានតែអាហារឆ្មាពេញកាបូបទុកសុយខ្លួនឯងមែនវឿនទៅធ្វើអ្វីកន្លែងហ្នឹងទៅតើហែងជាណាគេកុំមកកញ្ញាញ៉ៃពួកយើងល្អជាងគឺថាខ្ញុំប្រហែលជាធ្វើអញ្ចឹងមិនបានទេព្រោះម្នាក់នោះជាមិត្តរួមថ្នាក់របស់ខ្ញុំបែកមែនហើយមុខមាត់ស្លាហើយមកចង់មានរឿងដោយមិនខ្លាចអ្វីមែនទេស្អីគេនេះហែងគេយើងមែនធ្វើឈួតអីហ្នឹងចេញមកយើងចុះម្ដងយូយមិនបានមិនត្រូវវាអញ្ចឹងហើយគឺមានមនុស្សច្រើនណាស់ប៉ុណ្ណឹងបានហើយដឹងឆ្លោះគ្នាមែនហ្នឹងពួកសិស្សសាលាលើសាហាវណាស់បានហើយពួកឯងនេះលក់មុខយើងណាស់និយាយធីងចឹងឯងខ្ញុំមែនឯងជាអ្នកឲ្យបាយឆ្មាដែលអត់មានម្ចាស់មួយរានេះមែនហាក់មិនបានជាអ្នកដឹងចឹងប្រយ័ត្នខ្លួនឲ្យល្អជួបគ្នាលើកក្រោយមិនចប់ត្រឹមនឹងទេហាពួកឯងមិនអីទេមែនទេហេតុអ្វីបានជាថ្ងៃនេះយើងមិនទៅរៀនអញ្ចឹងលោកគ្រូថាតាក់ទងយើងមិនបានទេមិញនឹងខ្ញុំឃើញថាយើងមានអាហារសត្វច្រើនណាស់យើងចិញ្ចឹមឆ្កែនិងឆ្មាមែនទេផ្ទះខ្ញុំមានតែឆ្មាទេអូមែនខ្ញុំត្រូវទៅផ្លូវនេះចាំជួបគ្នាស្អែកណាកៃដេនខ្ញុំមកវិញហើយបាទហើយក្មេងតូចនិយាយអញ្ចឹងតើកៃដេនបាត់ទៅណាហើយនៅជាន់លើទេដឹងកៃដេននៅកន្លែងនេះទេបាទបាត់ទៅណាហើយកៃដេន
គុំប្រាប់ណាថាគាត់ទៅបាត់ហើយទៅមិនប្រាប់មួយម៉ាត់ចិត្តអាក្រក់ខ្លាំងណាស់ចេញទៅដោយមិនប្រាប់មិននិយាយអ្វីមួយម៉ាត់បានយ៉ាងម៉េចខំអង្វរឲ្យនៅទីនេះរហូតដល់រាងកាយបានជាសះស្បើយពេញលេញសិនមិនដឹងជាប្រញាប់ទៅណាបើទៅយ៉ាងហោចក៏ប្រាប់គ្នាមួយម៉ាត់ដែរអាក្មេងស្អីគេនេះ